Mà sao mấy mình bon mình នាក់សួរសំណួរល្អមែនទែនហើយគាត់ថាបើសិនជាពីមុនគាត់ទិញដីហ្នឹងថា4-5 ម៉ឺនទេហើយឥឡូវគាត់លក់បាន50 ម៉ឺននោះហើយឮថាឆ្នាំក្រោយហ្នឹងរដ្ឋយកពន្ធចំណេញមូលធនមានន័យថាពេលដែលលក់ចំណេញគឺយក20%នៃប្រាក់ចំណេញបន្ទាប់ពីការទិញលក់ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាគិតមើលទៅទិញ4-5 ម៉ឺនលក់50 ម៉ឺនចំណេញប្រហែលវាចំណេញច្រើនដែរហើយបើជាទូទៅតាមរូបមន្តវិញគិត20%អឺចំណេញហ្នឹងប៉ុន្តែអ្នកទាំងអស់គ្នាត្រូវដឹងថាវាមានពីររូបមន្តណារូបមន្តទី1កាត់កងជាក់ស្ដែងគឺទិញប្រមាណចំណាយប្រមាណបន្ទាប់មកទៀតបានគិតលើប្រាក់ចំណេញហើយនឹងរូបមន្តទី2គឺតាមការកំណត់យកហ្មងគឺគេកាត់80%ចោលនៃថ្លៃដែលយើងលក់បានហ្នឹងហើយគេយកតែ20%ហ្នឹងដើម្បីយកទៅគុណប្រាក់ចំណេញ20%ទៀតអញ្ចឹងឧទាហរណ៍ថាបើសិនជាគិតតាមហ្នឹងវិញគាត់លក់បាន60 ម៉ឺនគេយកតែ20%យកមកគិតទេអញ្ចឹង60 ម៉ឺន20%បាន12 ម៉ឺនអញ្ចឹង12 ម៉ឺនគេយក20%នៃ12 ម៉ឺនហ្នឹងទេអញ្ចឹងបើសិនជាគេយកពន្ធចំណេញមូលធនគេអាចប្រើវិធីកំណត់ហ្នឹងគិតដោយផ្អែកលើប្រាក់ចំណេញ12 ម៉ឺនហ្នឹងហើយយក12 ម៉ឺនគុណ20%អ្នកទាំងអស់ឃើញមែនឃើញ24,000ហ្នឹងឯងអញ្ចឹងយើងត្រូវបង់ពន្ធ24,000អានេះបើសិនជាយើងប្រើប្រាស់រូបមន្តតាមការកំណត់ជាក់ស្ដែងយកមកកំណត់អត្រាពន្ធជាក់ស្ដែងហ្មងអត់ខ្វល់រឿងមានគេហៅថាវិក័យប័ត្រកាត់កងចំណាយទេតែបើអ្នកទាំងអស់គ្នាចង់ធ្វើកាត់កងចំណាយធ្វើទៅគឺមានថាលក់50 ម៉ឺនទិញ5 ម៉ឺនបន្ទាប់មកបង្ហាញភស្តុតាងថាយើងចំណាយអស់ប្រមាណទៀតសល់ចំណេញប្រមាណvàយើងគិតពន្ធតាមហ្នឹង